គាចិននៅថ្មដាដែលទីហ៊ានថៃកំពុងតែកាន់កាប់ចង់លេបយកជាសម្បត្តិរបស់ខ្លួនបានបង្កើនសម្ពាធមួយកម្រិតទៀតដល់ភាគីថៃដោយម្ចាស់សន្តាគារបាននាំមន្ត្រីទូតចិនចុះទៅដល់ទីតាំងផ្ទាល់និងទាមទារឲ្យថៃប្រគល់ទ្រព្យវិញនេះបើយោងទៅតាមកាសែត Thai The Nation ចុះផ្សាយនៅថ្ងៃទី19ខែសីហាឆ្នាំ2026យោធាថៃបានទទួលដំណឹងនេះហើយឆោឡោទាឲ្យបង្ហាញឯកសារកម្មសិទ្ធិហើយថាវត្តមានមន្ត្រីចិនមិនអាចយកជាភស្តុតាងថាថៃបានឈ្លានពានកម្ពុជានិងលេបយកសន្តាគារនេះទេសន្តាគារនេះមានឈ្មោះថាហេងហ្វាងស្ថិតនៅតំបន់ថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ជាប់ព្រំដែនថៃនិងជាកម្មសិទ្ធិរបស់អ្នកវិនិយោគចិននៅកម្ពុជាម្ចាស់សន្តាគារធ្លាប់អះអាងថាលោកបានចាក់ចេញពីទីតាំងនោះក្រោយការប្រយុទ្ធផ្ទុះឡើងនៅខែធ្នូឆ្នាំ2025ហើយក្រោយមកទីហ៊ានថៃបានពាត់បន្លាលួចជុំវិញសន្តាគារនិងរៀបរៀងមិនឲ្យលោកចូលទៅកាន់ទ្រព្យសម្បត្តិរបស់ខ្លួនកាសែតថៃមិនបានបញ្ជាក់ថាមន្ត្រីទូតចិនបានចុះទៅដល់ទីតាំងថៃរំលោភបំពាននេះនៅថ្ងៃណានោះទេ The Nation រាយការណ៍ថាក្រោយការចុះពិនិត្យនេះលោកប្រើប្រាស់សុនចៃឌីជំនួយការអគ្គបញ្ជាការកងទ័ពអាកាសថៃបានចេញមុខបកស្រាយថាកងទ័ពថៃមិនបានរលទៅមុខនោះទេក៏ប៉ុន្តែកំពុងតែរក្សាទីតាំងឈរជើងតាមសេចក្តីប្រកាសរួមកម្ពុជាថៃចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយនោះមិនមែនជាការឈ្លានពានឬក៏ការកាន់កាប់ឡើយលោកប្រើប្រាស់និយាយទៀតថាមន្ត្រីស្ថានទូតចិនមានសិទ្ធិចុះទៅជួយពលរដ្ឋចិនឬស្ដាប់បញ្ហារបស់អ្នកវិនិយោគក៏ប៉ុន្តែការចុះទៅនោះមិនមែនមានន័យថារដ្ឋាភិបាលចិនបានទទួលស្គាល់ការអះអាងថាថៃបានឈ្លានពានឬក៏រឹបអូសទ្រព្យសម្បត្តិនៅកម្ពុជានោះទេថៃក៏ទាមទារឲ្យម្ចាស់សន្តាគារបង្ហាញប័ណ្ណកម្មសិទ្ធិឯកសារ coordinate និងភស្តុតាងដើម្បីកំណត់ថាទ្រព្យនេះស្ថិតនៅទីណាអ្នកណាជាម្ចាស់ស្របច្បាប់និងស្ថិតក្រោមដែនយុត្តិការរបស់ប្រទេសណាទោះយ៉ាងណាមកដល់ពេលនេះស្ថានទូតចិនប្រចាំកម្ពុជាមិនទាន់ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីការចុះទៅទីតាំងឬក៏ឆ្លើយតបចំពោះការលើកឡើងរបស់ភាគីថៃនៅឡើយក្រសួងសង្គ្រាមអាមេរិកដែលកំពុងតែដុតជើងបង្កើនស្តុកអាវុធបំពាក់បច្ចេកវិទ្យាខ្ពស់ឡើងវិញកាលពីថ្ងៃច័ន្ទបានផ្ដល់កងត្រាតម្លៃ $22.9 លានទៅឲ្យក្រុមហ៊ុនការពារជាតិខ្នាតយក្ស Raytheon ដើម្បីពន្លឿនការផលិតមីស៊ីល V ប្រហារចម្ងាយឆ្ងាយ Tomahawk បាទតាម Fox Newsកិច្ចសន្យាការពីជាតិនេះធ្វើឡើងនៅក្នុងគោលបំណងបំពេញបន្ថែមនៅឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹកអាមេរិកដែលបានថយចុះយ៉ាងខ្លាំងដោយសារតែប្រតិបត្តិការយោធានិងការប្រើប្រាស់នៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់យោងទៅតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមសហរដ្ឋអាមេរិកហៅកាត់ថា CSIS នៅក្នុងចម្បាំងជាមួយនឹងអ៊ីរ៉ង់យោធារបស់មហាអំណាចពិភពលោកនេះបានបាញ់មីស៊ីលរបស់សម្ដេចមេឃ Patriot អស់ចំនួន 50% និងបាញ់មីស៊ីលថាអាចចំនួន 45% រួមទាំងមីស៊ីល SM3 និង SM6 ប្រហែលជា 20% ក្នុងនោះបាញ់មីស៊ីល Tomahawk អស់ 30% ឬក៏ប្រហែលជា 850 គ្រាប់លោកហុងកៅរដ្ឋមន្ត្រីស្ដីទីនៃកងទ័ពជើងទឹកអាមេរិកបានប្រកាសលើបណ្ដាញសង្គមថាការចំណាយថវិកាដល់ទៅ $22.9 លានដែលជាចំនួនមួយម៉ៃកំណត់ត្រានេះនឹងជួយពន្លឿនការដឹកជញ្ជូនមីស៊ីល Tomahawk ទៅឲ្យយោធានៅក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកចំណែកឯក្រុមហ៊ុន Raytheon គឺអះអាងថាក្រោមកិច្ចព្រមព្រៀងរយៈពេល 7 ឆ្នាំនេះនឹងអនុញ្ញាតឲ្យខ្លួនអាចបង្កើននៅសមត្ថភាពផលិតមីស៊ីល Tomahawk ដល់ទៅជាង 1000 គ្រាប់នៅក្នុងមួយឆ្នាំបើធៀបនឹងកម្រិតបច្ចុប្បន្នអាចផលិតបានត្រឹមតែជាង 200 គ្រាប់តែប៉ុណ្ណោះមីស៊ីលកំណែត Tomahawk មានឈ្មោះបោះសម្លេងដោយសារតែសមត្ថភាពហោះទម្លុះមេឃវាយលុកទិសដៅសត្រូវនៅក្នុងចម្ងាយជាង 2000 គីឡូម៉ែត្រជាមួយនឹងល្បឿនលឿនជាងសម្លេងជិតមួយដងរបស់វាមីស៊ីល Tomahawk ដែលប្រើប្រាស់បាញ់ចេញពីនាវាចម្បាំងនិងនាវាមួយទឹករបស់កងទ័ពជើងទឹកអាមេរិកគឺជាប្រព័ន្ធអាវុធដ៏សំខាន់នៃប្រតិបត្តិការយោធាអាមេរិកចាប់តាំងពីវាត្រូវបានប្រើប្រាស់ប្រយុទ្ធលើកដំបូងនៅក្នុងអំឡុងសង្គ្រាមឈូងសមុទ្រពាក់ឆ្នាំ1591តែទៅតាម CBS News ឧស្សាហកម្មការពារជាតិអាមេរិកអាចមានសមត្ថភាពផលិតមីស៊ីល Tomahawk បានត្រឹមតែ200ទៅ300គ្រាប់ប៉ុណ្ណោះនៅក្នុងមួយឆ្នាំបច្ចុប្បន្នអាមេរិកមានមីស៊ីលដែលមានតម្លៃជាង$2 លាននៅក្នុងមួយគ្រាប់នេះប្រហែល 3000 ទៅ 4000 គ្រាប់